បាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីនឹករលឹកលោកគ្រូពិតជាសប្បាយរីករាយក្នុងការវិលត្រឡប់មកជួបជាមួយនឹងបងប្អូនបន្តទៀតបន្ទាប់ពីការជាប់រវល់មួយរយៈពេលកន្លងទៅនេះបាទបងប្អូនទាំងអស់គ្នានៅក្នុងការរៀបចំវីដេអូនេះលោកគ្រូគិតថាយើងក៏មិនត្រូវមើលរំលងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរបស់យើងដែរអ្វីដែលលោកគ្រូគិតគឺលោកគ្រូគិតថាពេលខ្លះបងប្អូនទាំងអស់គ្នាជួបជាមួយមនុស្សដែលគេចង់ដឹងដែលគេចង់យល់អំពីអំពើដ៏ព្រៃផ្សៃរបស់អ្នកជិតខាងយើងម្នាក់ហើយពេលនោះគឺប្អូនខ្វះពាក្យបាទប្អូនមិនទាន់មានសំនួនវោហារស័ព្ទត្រូវទៅនឹងអ្វីដែលប្អូនចង់និយាយដើម្បីរៀបរាប់ពីស្ថានភាពនៃប្រទេសរបស់យើងដែលកំពុងតែត្រូវទទួលនៅការឈ្លានពានមួយដែលពុំអាចទទួលយកបានអញ្ចឹងលោកគ្រូចូលរួមនៅក្នុងការផ្ដល់ជូនក៏ដូចជាការអភិវឌ្ឍនៅមូលធនមនុស្សរបស់យើងអញ្ចឹងលោកគ្រូចែករំលែកនៅអ្វីដែលលោកគ្រូអាចធ្វើបានដើម្បីឲ្យបងប្អូនទាំងអស់គ្នាដែលត្រូវការពុំថាឡើយតែក្នុងកលៈទេសៈបច្ចុប្បន្នទេក៏ប៉ុន្តែទាំងអស់នេះវាអាចជាទុនសម្រាប់បងប្អូនបន្តការសិក្សាតទៅមុខទៀតឬក៏ដើម្បីសម្រួចជំនាញរបស់បងប្អូននៅក្នុងការសិក្សារបស់បងប្អូនអញ្ចឹងលោកគ្រូសូមលើកយកនៅពាក្យមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងសង្គ្រាមបាទពាក់ព័ន្ធជាមួយនឹងសង្គ្រាមបាទលោកគ្រូពុំរៀបរាប់លើសពីនេះទេហើយពីព្រោះថាបងប្អូនទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងបរិបទឬក៏កលៈទេសៈដូចជាមួយនឹងលោកគ្រូដែរដូច្នេះយើងដឹងយើងឮបាទយើងធុញទ្រាន់បាទយើងឈឺចាប់ជាមួយគ្នាអញ្ចឹងយើងត្រឡប់មកការសិក្សារបស់យើងបន្តទៀតបាទអញ្ចឹងលោកគ្រូបានដាក់ជាចំណងជើងយើងឃើញហើយ quelques mots importants គឺពាក្យសំខាន់មួយចំនួនតាមពិតទៅវាមិនមែនគ្រាន់តែជាពាក្យទេយើងមាន expression សំនួនវោហារស័ព្ទមួយចំនួនផងដែរបាទទីមួយគឺ expression avoir besoin de avoir besoin de នេះសូមបងប្អូនធ្វើការកត់ចំណាំផង avoir besoin de គឺមានន័យជាភាសាខ្មែរយើងបាទមានន័យជាភាសាខ្មែរយើងគឺត្រូវការបាទយើងមាន preposition de បន្ទាប់ពី de នឹងហើយគឺយើងបូកជាមួយនាមបាទបូកជាមួយនាមអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញ avoir besoin de បាទយើងបំបែកទៅ verb avoir ទៅហើយបន្ទាប់មកយើងថែមនាមនៅពីក្រោយមកយើងអាចធ្វើការប្រើប្រាស់បានណាបាទបន្តទៀតបាទពាក្យបន្តទៀតដែលបងប្អូនគូក៏បីចេះផងដែរគឺ le cesser le feu le cesser le feu បាទវាមានន័យជាខ្មែរយើងគឺបទឈប់បាញ់ហើយបើសិនជាយើងធ្វើការបំបែកពាក្យវាទៀតគឺ cesser នឹងឈប់បាទ feu នឹងគឺភ្លើងបាទតែយើងបកតែឈប់ភ្លើងវាអត់យើងអត់យល់ណាបាទអញ្ចឹងអានេះគឺមានន័យថាបទឈប់បាញ់បាទហើយយើងមានសទុសន័យមួយទៀតដែលបងប្អូនត្រូវគូក៏បីចេះផងដែរគឺ la trêve la trêve បាទអញ្ចឹងពាក្យថា la trêve ហើយនឹង le cesser le feu គឺពាក្យតែមួយទេបងប្អូនបាទមានន័យជាខ្មែរយើងគឺបទឈប់បាញ់បាទមានន័យថាម៉េចបាទឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាយើងដឹងណាបាទយើងលើកបរិបទមួយថាបាទពួកហាម៉ាស់ជាមួយនឹងពួកអ៊ីស្រាអែលបាទបាញ់គ្នាអញ្ចឹងស្រាប់តែដល់ពេលថ្ងៃមួយចូលឆ្នាំសកលបាទហើយភាគីទាំងពីរហ្នឹងក៏បានត្រូវរើគ្នាបាទថាឥឡូវថ្ងៃមួយយើងកុំតើបាញ់ឈប់បាញ់បាទដើម្បីចូលឆ្នាំសកលទាំងអស់គ្នាសិនអានោះហើយដែលគេហៅថាពាក្យ le cesser le feu ឬក៏ trêve តាមពិតទៅពាក្យ cesser le feu នេះបើសិនជាយើងធ្វើការវិភាគទាំងពីរពាក្យ cesser le feu នេះគឺវាមានអត្ថន័យបាទបើយើងនិយាយអំពីរយៈពេលអីហ្នឹងគឺវាអាចផ្លូវការហើយមានរយៈពេលយូរបាទចំណែកពាក្យ trêve បាទន័យថាបាញ់គ្នាទៅឈប់
បើវាហត់ពេកបើយើងនិយាយគ្នាទៅយើងឈប់ដូចជាថាតោះយើងឈប់បាញ់5ម៉ោងទាំងអស់គ្នាខ្ញុំក៏ឈប់ឯងក៏ឈប់បាទហ្នឹងវាអាចយើងប្រើពាក្យ trêve បាទប្រសើរជាង cessez le feu បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបែងចែកអំពីភាពខុសគ្នានៃពាក្យទាំងពីរហ្នឹងបាទពាក្យទី3ដែលលោកគ្រូចង់ចែករំលែកផងដែរនោះគឺបាទ expression violer le cessez le feu ពាក្យ violer យើងបកប្រែថារំលោភបាទរំលោភអញ្ចឹងយើងដឹងហើយ cessez le feu គឺបទឈប់បាញ់ចា៎នេះបកប្រែថារំលោភបទឈប់បាញ់ទាំងអស់បាទបងប្អូនបាទយើងទៅមើលពាក្យបន្ទាប់ទៀត clear បន្ទាប់បាទសូមអភ័យទោស Nous avons besoin de la paix យើងទាំងអស់គ្នាត្រូវការសន្តិភាពបាទយើងដឹងទាំងអស់គ្នាហើយបងប្អូនបាទយើងដឹងទាំងអស់គ្នាបាទគឺពាក្យថា la paix នេះគឺបកប្រែថាសន្តិភាពវាផ្ទុយជាមួយនឹងសង្គ្រាម Nous avons besoin de យើងត្រូវការមិញហើយexpression មិញដែលលោកគ្រូឲ្យហ្នឹង avoir besoin de ហ្នឹងណាបាទ cléទី2 les Khmers ont besoin d'une paix durable បាទប្រជាជនខ្មែរត្រូវការសន្តិភាពមួយដែលមានចេរកាលដែលមានចីរភាពបាទពាក្យថា paix durable បកប្រែថាសន្តិភាពដែលមានអាយុកាលយូរអង្វែងអញ្ចឹងយើងឃើញការផ្លាស់ប្ដូរពីបាទ article la មក article une យើងឃើញទេបងប្អូនបាទជាទូទៅគឺយើងដាក់ une នៅពេលណាដែលយើងប្រើគុណនាមមាន adjective មកណាកាលណាមាន adjective មកបាទយើងប្រើគុណនាមមួយចឹងទៅបាទខ្មែរត្រូវការសន្តិភាពមួយដែលមានចីរភាពចង់និយាយចឹងបាទលោកគ្រូអត់ហៅថៃលោកគ្រូហៅសៀម les Siamois ont violé le cessez-le-feu បាទពួកសៀមរំលោភបទឈប់បាញ់បាទយើងបានឃើញទេមិញ violé នេះរំលោភដល់ពួក ont violé គឺបានរំលោភតង់ passé composé អតីតកាលសៀមបានរំលោភអីបានរំលោភបទឈប់បាញ់បាទបទឈប់បាញ់នេះគឺជាកម្មបទបាទគឺជាកម្មបទសៀមបានរំលោភបាទអញ្ចឹងពាក្យថាបានរំលោភគឺជាកិរិយាសព្ទបាទសៀមបាទគឺជាប្រធានបាទអ្នករំលោភនឹងគឺសៀម Les Siamois ont violé le cessez-le-feu មួយទៀត le cessez-le-feu est entré en vigueur បាទ être បាទ entré en vigueur នេះបើសិនជាយើងបកមកដុំហ្នឹងបងប្អូន entré en vigueur បាទអាហ្នឹងគឺបកប្រែថាចូលជាធរមានបាទចូលជាធរមានបងប្អូនដឹងហើយធម្មតាច្បាប់ទម្លាប់ផ្សេងកាលណាអនុម័តហើយកាលណាព្រមព្រៀងគ្នាហើយយើងកំណត់ថាកិច្ចព្រមព្រៀងនោះនឹងចូលជាធរមានចាប់ពីថ្ងៃណាទៅចាប់ពីម៉ោងប៉ុន្មានបាទអញ្ចឹង entrée en vigueur បកប្រែថាចូលជាធរមាន entrée en vigueur បាទចូលជាធរមានបាទលោកគ្រូសូមចែករំលែកប៉ុណ្្នឹងសិនចុះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតដើម្បីស្វែងយល់ភាគបន្តបាទអញ្ចឹងជាសង្ខេបមកវិញលោកគ្រូចង់បញ្ជាក់ថាយើងមាន expression avoir besoin de យើងមានពាក្យ le cessez le feu ដែលជាសទុស្សនីយ៍របស់ពាក្យ la trêve បាទហើយមួយទៀតចុងក្រោយនោះគឺរំលោភបទឈប់បាញ់គឺ violer le cessez le feu អរគុណចំពោះការតាមដានរបស់បងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត Merci beaucoup pour votre attention. À bientôt.